either answer is correct ចឹងបងប្អូនអាសាឃើញនេះ either ចឹងទៅចាំថាកាលណា either បូកជាមួយនាមណាបើសិនជាថ្នាក់ពាក្យវាជាគុណនាមចឹងកន្លែងនេះថ្នាក់ពាក្យវាជាគុណនាមហើយណាយើងមើលបូកជាមួយ noun មកអត់មាន of ទេណាអានោះខ្ញុំអត់ទាន់និយាយទេឥឡូវយើងនិយាយតែពីរឿង adjective បូកជាមួយ noun ហើយ noun ហ្នឹងឈរបន្ទាប់ពី either ក៏ដោយ neither ក៏ដោយគឺ singular តោះនេះចឹងហើយគេប្រើវាដើម្បីនិយាយអំពីជំរើសពីរប៉ុន្តែជាជំរើសមួយក្នុងចំណោមពីរហ្នឹងតោះនេះ either answer is correct មានន័យថាចម្លើយណាមួយក៏ត្រឹមត្រូវដែរអញ្ចឹងមានន័យថាចម្លើយមានពីរអញ្ចឹងចម្លើយមួយណាក៏វាត្រូវដែរជាងពាក្យ either មានន័យថាមួយណាឬក៏ណាមួយ either answer is correct ចម្លើយមួយណាក៏វាត្រូវដែរ she can take either road នាងអាចជិះតាមផ្លូវណាក៏បានដែរផ្លូវមួយណាក៏បានដែរឃើញទេអញ្ចឹង noun singular ហើយតែដាក់ noun plural ខុសបាត់បងប្អូនឃើញទេអញ្ចឹងថ្នាក់ពាក្យវាចាំវាជា adjective កន្លែងហ្នឹងណា you can choose either option អ្នកអាចជ្រើសរើសជំរើសមួយណាក៏បានដែរឥឡូវចូលដល់ neither ម្ដង neither មានន័យថាគ្មានមួយណាឬក៏គ្មានណាមួយ neither answer is correct គ្មានចម្លើយណាមួយត្រឹមត្រូវទេណាឥឡូវឧទាហរណ៍គេនិយាយថា she a student am ហើយនឹង are អញ្ចឹងក្នុងចំណោមពីរហ្នឹងមួយណាក៏ត្រូវដែរ am ក៏មិនត្រូវ are ក៏មិនត្រូវអញ្ចឹងយើងនិយាយថា neither answer is correct ចម្លើយមួយណាក៏មិនត្រូវដែរឬក៏ថាចម្លើយគ្មានចម្លើយមួយណាត្រឹមត្រូវទេអូខេ neither student passed the entrance exam គ្មានសិស្សណាប្រឡងការប្រឡងចូលនឹងជាប់ទេណាធ្លាក់ទាំងពីរមួយណាក៏មិនជាប់ដែរ I know neither answer ខ្ញុំមិនដឹងចម្លើយមួយណាទេចម្លើយមួយណាក៏ខ្ញុំមិនដឹងដែរន័យវាបដិសេធអានេះបងប្អូន either អត់មែនបដិសេធទេអានេះវាបដិសេធ he understands neither question គ្មានសំណួរណាមួយខ្ញុំយល់ទេនិយាយស្រួលស្រាប់ខ្ញុំគ្មានយល់សំណួរណាមួយទេសំណួរគេដាក់ឲ្យពីរមកA ក៏មិនយល់ B ក៏មិនយល់អញ្ចឹងអត់យល់ទាំងអស់ជាងសរុបមកវិញ either ប្រើជា adjective មានន័យថាវាឈរនៅមុខនាម singular either មានន័យថាណាមួយឬក៏មួយណាដល់ពេល neither ឈរមុខនាមឯកវចនៈដែរប៉ុន្តែបដិសេធដែលយើងបកថាគ្មានចុចណាមួយឬក៏គ្មានចុចមួយណា